ជំរាបសួរពុកម៉ែបងប្អូនតើបានមកម្ហូបអ្វីដែរថ្ងៃនេះនាងខ្ញុំមកស្ងោរស្ពៃនិយាយទៅដូចរៀងផ្ទាបងប្អូនមិនមែនថាស្ពៃនៅមីងអ្នកក៏ដាំហ្មងហើយខ្ញុំថាផ្ទាមកទៅហើយក៏មកឆាស្លឹកដំឡូងបងប្អូនចាស្លឹកដំឡូងនិយាយទៅបងប្អូនណាស្លឹកដំឡូងមានអត្ថប្រយោជន៍ច្រើនណានៅចិនណាគេចូលចិត្តញ៉ាំហើយញ៉ាំអាសាឆាណាហើយនឹងថ្ងៃហ្នឹងស្ងោរផ្ទីឆាស្លឹកដំឡូងហើយនឹងឆាននងចាឆាននងដាក់ជាមួយពងទាហើយម្ហូបក្រោយគេហ្នឹងគឺចៀនត្រីនឹងឯងហើយត្រីរបស់ខ្ញុំបងប្អូនខ្ញុំយកទៅប្រឡាក់ម្សៅសិនណាយកប្រឡាក់ម្សៅបំពងនឹងចាដើម្បីបំពងវាតាមពិតត្រីហ្នឹងខ្ញុំប្រឡាក់ហើយស្រាប់ហើយគ្រាន់ថាខ្ញុំយកទៅប្រឡាក់ជាមួយម្សៅបំពងអញ្ចឹងឯង